សួស្តីបងប្អូនជាទីស្រឡាញ់ជាទីរាប់អានទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមានប្រធានបទថ្មីមួយដើម្បីជជែកដល់បងប្អូនទាំងអស់គ្នាប្រធានបទនេះគឺមានចំណងជើងថាអត្ថប្រយោជន៍ចំនួន6យ៉ាងដ៏គួរឲ្យភ្ញាក់ផ្អើលនៃផ្លែម្ទេសមុននឹងយើងចូលដល់អត្ថន័យក្នុងប្រធានបទនេះសូមបងប្អូនទាំងអស់គ្នាកុំភ្លេចចុច Like Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតពី Channel YouTube របស់យើងខ្ញុំម្ទេសជាប្រភពនៃវីតាមីន A វីតាមីន B វីតាមីន C និងវីតាមីន E និងសារធាតុរ៉ែជាច្រើនមានដូចជា Molybdenum, Manganese, Acid Folic, Potassium, Thiamine និងទង់ដែងម្ទេសមានបរិមាណវីតាមីន C ច្រើនជាងក្រូចចំនួន7ដងម្ទេសក៏ត្រូវបានគេប្រើតាមការព្យាបាលបែបអាយុវេឌិកនិងប្រើជាថ្នាំក្នុងការព្យាបាលជំងឺជាច្រើនមុខផងដែរខាងក្រោមនេះគឺជាមុខងារដ៏គួរឲ្យភ្ញាក់ផ្អើលនៃផ្លែម្ទេសចំណុចទី1បន្សាបជាតិពុលម្ទេសដើរតួនាទីជាអ្នកបន្សាបជាតិពុលដោយបណ្ដេញកាកសំណល់និងជាតិពុលចេញពីរាងកាយរបស់យើងនិងបង្កើនការផ្គត់ផ្គង់សារធាតុចិញ្ចឹមទៅឲ្យជាលិកាវាក៏មានតួនាទីក្នុងការសម្អាតក្រពះពោះវៀនផងដែរដោយជួយក្នុងការរំលាយអាហារចំណុចទី2បំបត្តិការឈឺចាប់ម្ទេសផ្ញើការបញ្ចេញអរម៉ូន Endorphin ដែលជាអរម៉ូនបំបាត់ការឈឺចាប់ពីធម្មជាតិវាជួយបំបាត់ការឈឺចាប់ដែលបង្កឡើងដោយសារជំងឺរើមឬគេហៅថាវីរុសរើមការរលាកឆ្អឹងខ្ចីជំងឺសរសៃប្រសាទដែលបណ្ដាលមកពីជំងឺទឹកនោមផ្អែមនិងការរោយសាច់ដុំនៅស្មានិងចុកដៃចុកជើងវាក៏ជួយបន្ថយការឈឺចាប់ដែលបណ្ដាលមកពីការរលាកសន្លាក់ផងដែរចំណុចទី3ថ្នាំអង់ទីវីយូទិកម្ទេសជំរុញលំហូរនៃឈាមស្រស់ទៅកាន់តំបន់ឆ្លងមេរោគឈាមស្រស់មានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគកោសិកាឈាមសនិងពពួកកោសិកាលូកូសេតដែលវត្តមានក្នុងឈាមស្រស់អាចប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគដោយសារវីរុសចំណុចទី4ខួរក្បាលសារធាតុសកម្ម capsaicin ដែលមានក្នុងម្ទេសភ្ញើខួរក្បាលក្នុងការបញ្ចេញអរម៉ូន endorphin ហើយផ្ដល់នូវអារម្មណ៍រីករាយដល់យើងនៅពេលដែលយើងបរិភោគវានេះជាហេតុផលដែលមនុស្សមួយចំនួនធំញៀននឹងការបរិភោគម្ទេសចំណុចទី5ជំងឺមហារីកវាត្រូវបានគេកត់សម្គាល់ឃើញថាវីតាមីន C សារធាតុ beta carotene និងអាស៊ីតហ្វូលិកដែលមាននៅក្នុងម្ទេសអាចបន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំបានចំណែកឯម្ទេសពណ៌ក្រហមមានសារធាតុ carotenoid lycopene ដែលជួយទប់ស្កាត់ការកើតជំងឺមហារីកជាច្រើនចំណុចទី6ជំងឺគាំងបេះដូងម្ទេសសម្បូរទៅដោយវីតាមីន B6 និងអាស៊ីតហ្វូលិកវីតាមីន B ជួយកាត់បន្ថយកម្រិតខ្ពស់នៃសារធាតុ homocysteine កម្រិត homocysteine ខ្ពស់ត្រូវបានគេបង្ហាញថាអាចបង្កឲ្យមានការខូចខាតទៅនឹងសរសៃឈាមនិងមានការទាក់ទងជាមួយនឹងការកើនឡើងយ៉ាងខ្លាំងនៅហានិភ័យនៃជំងឺគាំងបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាលម្ទេសបានបំលែងសារធាតុ homocysteine ទៅជាម៉ូលេគុលផ្សេងទៀតដែលមានប្រយោជន៍ក្នុងការបញ្ចុះកម្រិតកូលេស្តេរ៉ុល